ឈានដល់វគ្គ Semi Final បេក្ខជនខ្លាំងទាំង8រូបបដិញ្ញាចិត្តនឹងដើមពាន Tembo Rapper នៅក្នុងថ្ងៃនេះការប្រឡងចម្រៀង Rap Tembo Rapper បានឈានដល់វគ្គ Semi Final ឬវគ្គពាក់កណ្ដាលព្រឹកព្រឹត្តនេះបេក្ខជនខ្លាំងទាំង8រូបបានបដិញ្ញាចិត្តធ្វើឲ្យបានល្អជាមួយនឹងការនិពន្ធបទចម្រៀងក៏ដូចជាការច្រៀងជាដើមតើបេក្ខជនរូបណានឹងអាចឈានទៅដល់វគ្គព្រឹកព្រឹត្ត Tembo Rapper គឺជាកម្មវិធីប្រឡងចម្រៀង Rap ដ៏ល្បីមួយរបស់កូនខ្មែរដែលមានអ្នកគាំទ្រច្រើនមិនធម្មតាបើទោះបីជាយើងទៅតែបង្កើតកម្មវិធីនេះឡើងនៅក្នុងរដូវកាលទី1ក្តីតែសន្ទុះនៃការគាំទ្រគឺខ្លាំងមិនធម្មតាទេរហូតមានបេក្ខជនជាច្រើនមកពីបណ្ដាខេត្តក្រុងចូលរួមដាក់ពាក្យប្រឡងដើម្បីដណ្ដើមពាននៅថ្ងៃទី6ខែមីនាឆ្នាំ2026នេះការប្រឡងចម្រៀង Rap Tembo Rapper បានឈានដល់វគ្គពាក់កណ្ដាលព្រឹកព្រឹត្តហើយបេក្ខជនខ្លាំងទាំង8រូបបានបដិញ្ញាចិត្តប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីប្តូរដៃគូប្រកួតនិងបានឡើងទៅដល់វគ្គព្រឹកព្រឹត្តបេក្ខជនខ្លាំងទាំង8រូបរួមមានឈុនសវណ្ណរាជហៅថា B2 ពេជ្រច័ន្ទភិរៈស៊ូស៊ីណាសឿនបន្លុង Fenty10 ឡុងដាលីនលីម៉េងនិងលោកប៊ូបូជាដើមបេក្ខជនទាំងអស់នេះតម្រូវឲ្យធ្វើបទចម្រៀងថ្មីប្លែកនិងមានអ្វីជាពិសេសសម្រាប់ខ្លួនឯងដើម្បីទទួលបានពិន្ទុល្អពីគណៈកម្មាធិការក្នុងវគ្គពាក់កណ្ដាលព្រឹកព្រឹត្តនេះបើចង់ជ្រាបច្បាស់ថាបេក្ខជនរូបណាអាចនឹងបន្តឬបេក្ខជនរូបណានឹងត្រូវចាក់ចេញកុំភ្លេចរងចាំតាមដានទស្សនាពីកម្មវិធីចម្រៀង Rap Tembo Rapper នៅល្ងាចនេះនៅលើកញ្ចក់ទូរទស្សន៍ CTN